loạn ơi snow cái chập đam loạn bà đá ơi nhưng máu trong máu hay không nè bà nơiนี้cái hạt to giúp máu một bơ máu vầy khăm ní cái riết bà hạt chop trong máu lấy phong ly riêng cai khăm kha riết chăm bất ní cái riết bà riết bằng sông máy mui hạt này vui nè nhung chăm lần vui đá nào bàនេះគឺចុងម៉ោងហ្នឹងនេះមើលឥឡូវពាក់អាយដូចខ្ញុំដែរឥឡូវខ្ញុំចង់ឃើញសាច់ផ្ទាល់មកព្រោះតាំងពីនាគរាជប្រកួតមកអត់ដែលបានទស្សនាផ្ទាល់មកសុំដោះដល់អាវហើយបាទដល់អាវហ្គេមស្លើគុណខ្មែរមកនេះបងប្អូនអូយរាងកាយអំណោយផលបាទចុំមើលខ្ញុំអូត្រឹមកតើទៅកម្ពស់ប្រហែលនាគរាជ1.85 1.85បងប្អូនមុននឹងសភាខ្ញុំដាំបងប្អូនរឿងមួយអត់ចេះនិយាយទេបាទដូចលោកគ្រូបឺតខំអញ្ចឹងពីមុនលោកគ្រូបឺតខំក៏អត់ប្រកែនៅក្នុងការសភានិយាយដែរបាទតែឥឡូវគាត់បាន1ម៉ាត់2ម៉ាត់ហើយនេះនេះអញ្ចឹងហ្មងអត់ចេះនិយាយអញ្ចឹងហ៎បាទអញ្ចឹងជឿវាងបងប្អូនថាចេះចុះបាទអូយចូលហាត់ដបងគីឡូប្រហែលខ្ញុំចូលហាត់ដបង73បង73អូគីឡូមកប៉ុណ្ណឹងវាយប្រហើយបាទដល់ពេលហាត់យូរទៅឡើងវិញហីមិនឡើងវាយបានឬមិនបាទចុះបច្ចុប្បន្នវាយគីឡូប្រហែលខ្ញុំវាយ72អូ72អូគីឡូ72បើនិយាយបច្ចុប្បន្នមានតិចយើងមានដូចជាសិស្សច្បងធឿនធីរាមានឈឿនអ្វីមានធនធានអញ្ចឹងទៅ5 10ប្រកួតឈ្នះសន្លប់14ភាគច្រើនស៊ីអីគេបងអា14ហ្នឹងស៊ីកែងមួយណាមើលកែងមួយណាខាងហ្នឹងអាឆ្វេងហ្នឹងស្ដាំអូអាស្ដាំបាទបងប្អូនវឹកហាត់បានប៉ុន្មានខែប៉ុន្មានឆ្នាំហើយ10ខែជាងអត់តបានមួយឆ្នាំហ្មងបងបាទតបានមួយឆ្នាំផងឥឡូវនេះមានឈ្មោះចេញទៅវាយនៅប្រទេសកូរ៉េស្គាល់ដៃគូនៅស្គាល់ប្រទេសណាវៀតណាមលោកគ្រូមានប្រាប់ទេថាគេមិនដែរលោកគ្រូអត់ទេប្រាប់អត់តប្រាប់ទេបាទតែមើលទៅដូចល្បីថាជាជំរឿសជាតិបាទធ្លាប់ទៅវាយនៅសង្វៀនធំទៀតអូបងប្អូនខ្លារាជក្លឹបគ្រូបឺតខាំគាត់ទៅជាមួយមឿនសុខហុចនិងលោកគ្រូរបស់គាត់ក្លឹបលោកគ្រូឆ្នើមឯនោះមានពេជ្រសបាត់ពេជ្រសិង្ហៈក្លឹបលោកគ្រូសេនប៊ុនថេនមានបឺតសង្ឃឹមនិងប៉ែនកាក់រាជសីបាទហើយចុះរាជមើលមិនដែរមានការបារម្ភទេព្រោះថាបើនិយាយអំពីបទពិសោធន៍គឺបងអាចនិយាយថានឹកខ្ចីដែរទេព្រោះអត់តបានមួយឆ្នាំមែនទេហើយកំណត់ត្រាពងល្អបែបហ្នឹងឥឡូវទៅក្រៅប្រទេសមានអារម្មណ៍ថាខ្លាចលទ្ធផលអីមិនមកឬក៏មិនដែរអត់អីទេបងសប្បាយចិត្តដែលបានចេញទៅក្រៅប្រទេសបាទអត់ស៊ូអត់ឆ្លើយអត់ចេះមាត់បងប្អូនណាបាទហើយមានឃើញបងប្អូនយើងខមមិនច្រើននេះនៅលើ Facebook គេថាឃើញថាល្អហើយអីហើយប៉ុន្តែគេខ្លាចយើងតួឯកគេហៅមួយម៉ាត់ទៀតណាដែលភាសានេះរៀងធ្ងន់បន្តិចគេនិយាយថាបែកឆ្វេងហាត់ល្បីសុកទៅណាផ្សេងច្បាស់លាស់អត់ច្បាស់គីឡូធំងាយមានទេណានេះរាជបាទងាយមានទេអញ្ចឹងប្រឹងគេស្រឡាញ់ច្រើនណាខ្ញុំឃើញបាទដោយសារអីគេការវាយរបស់យើងនោះគឺទាញចិត្តបេះដូងមហាជនតែម្ដងហើយនេះរាជនៅភូមិឃុំណាដែរខ្ញុំនៅភូមិក្រូចឃុំសារៀងស្រុកកោបរៃខេត្តទីមានជ័យអូនៅឆ្ងាយពីក្លឹបលោកគ្រូហេងមិនឃឹមទេលោកគ្រូគាត់នៅខាងសេរីភឿនអូ5-10គីឡូបើតាមភាសាលោកគ្រូបឺតខំថា5-10គីឡូអាយ៉ាហើយឥឡូវមើលនិយាយទៅកាន់បងប្អូនដែលជាអ្នកគ្រប់គ្រងពិសេសបងប្អូននៅខាងប្រទេសកូរ៉េបន្តិចមកព្រោះខ្ញុំឃើញគេខមមិនរនេះរាជឯងបាទមានអីនិយាយទៅកាន់បងប្អូនយើងបន្តិចបាទក៏អរគុណបងប្អូនដែលទៅប្រទេសកូរ៉េដែលតែងតែគ្រប់គ្រងខ្ញុំបាទខ្ញុំទៅថ្ងៃទី22នឹងធ្វើឲ្យបានល្អបាទប៉ុណ្ណឹងនិយាយបានច្រើនដែរមកលើកហ្នឹងអូយបាទសរសើរថងថាឡើងវាយក៏អស់វិចិត្រហ្មងមកសុំអាខ្យល់វាយកែងតិចមើលនេះអាពេលវាយគេបងវាយមិនបងវាយម្ដងបាទបុំមើល2 3អូពីចុះអាខាងនេះអត់លេងខាងនេះខាងហ្នឹងលេងមានលេងខ្លះបាទមកសុំឈុតភ្លឹបភ្លឹបកាប់អនុភ្លឹបមកផ្លាប់បងប្អូនអរគុណច្រើនមែនទែនបាទថ្ងៃនេះក៏បានចុះមកផ្ទាល់បាទជាមួយក្លឹបលោកគ្រូបឺតខំដើម្បីសភាកីឡាករយើងត្រៀមទៅប្រកួតហើយគាត់ហាត់ចប់បានសម្រាប់ហើយព្រោះខ្ញុំមកនេះមកចុងមកហើយអញ្ចឹងការប្រកួតនេះនឹងធ្វើឡើងនៅប្រទេសកូរ៉េហើយការប្រកួតគឺនៅថ្ងៃអាទិត្យទី22ហើយការប្រកួតនោះនៅកូរ៉េគឺម៉ោង1រសៀលត្រូវនៅខ្មែរយើងម៉ោង11ថ្ងៃត្រង់ណាបងប្អូនហើយសម្រាប់ការចូលរួមបញ្ជាក់បងប្អូនបន្តិចការចូលរួមគឺបងប្អូនគ្រាន់តែទិញអាវគុណខ្មែរមួយគឺស្មើនឹងទិញសំបុត្រមួយបានថាទិញអាវហើយចូលទស្សនាតែម្ដងហើយតម្លៃដែលខ្ញុំឆែកនេះដូចជា20000វ៉ុនហើយថវិកាដែលបានពីការលក់អាវនេះបើយោងទៅតាមប្រសាសន៍របស់អាដាមខើឆាយប្រធានសហព័ន្ធបណ្ដាគុណខ្មែរគឺនឹងទុកយកទៅជួយបងប្អូនយើងដែលបានភៀសសឹកផងដែរបាទអញ្ចឹងអរគុណមែនទែនបាទនិករាជអរគុណច្រើនបាទហើយជូនពរនិករាជកាន់តែជោគជ័យនៅក្នុងវិស័យកីឡាគុណខ្មែរបាទពិសេសនោះគឺបន្តនៅឯកតកម្មដ៏ល្អមែនទែនបងប្អូនណា15ប្រកួតឈ្នះទាំងអស់ហើយឈ្នះសន្លប់14ទៀតបាទអរគុណបាទនិករាជអរគុណច្រើន